ចង់ធ្វើអាជីវកម្មតែដឹងថាត្រូវជ្រើសរើសយកអាជីវកម្មបែបណាសម្រាប់បងប្អូនដែលចង់ធ្វើអាជីវកម្មយើងត្រូវតែមើលទៅលើ2ចំណុចធំៗទី1តើអាជីវកម្មនោះគឺជាអាជីវកម្មបែបណាចាបើសម្រាប់បងប្អូនដែលចង់ធ្វើអាជីវកម្មជាមួយនឹងក្រុមហ៊ុនត្រូវមើលថាតើក្រុមហ៊ុននោះជាក្រុមហ៊ុនបែបណាស្របច្បាប់អត់ក្រុមហ៊ុននឹងល្អអត់ប្រវត្តិបែបណាជាពិសេសគឺម្ចាស់ក្រុមហ៊ុននោះគឺជាមនុស្សបែបណាចាទី2យើងត្រូវមើលថាតើក្រុមហ៊ុននឹងអាចដួលរលំឬក៏អត់ចាធំអត់ក្រុមហ៊ុននឹងអាចដួលរលំអត់ជាចំណុចដែលសំខាន់ជាងគេជាទូទៅបងប្អូនសង្កេតឃើញហើយថាអាជីវកម្មជាច្រើនដែលបើកហើយបិទទៅវិញដោយសារតែបងប្អូនអត់បានមើលថាតើវាអាចនឹងដួលរលំឬក៏ខ្ញុំសូមណែនាំបងប្អូនទាំងអស់គ្នាឲ្យស្គាល់ពីក្រុមហ៊ុន Atomy គឺជាក្រុមហ៊ុនខ្នាតអន្តរជាតិក្រុមហ៊ុន Atomy គឺជាក្រុមហ៊ុនដែលបើករហូតដល់27ប្រទេសចាស់ត្រឹមថ្ងៃនេះហើយក្នុងនោះក៏យើងមាន31ប្រទេសទៀតដែលជាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបដែលធ្វើការបញ្ជាទិញដោយផ្ទាល់ពីអាល្លឺម៉ង់បានអញ្ចឹងសរុបយើងចែកចាយផ្ទាល់រហូតដល់58ប្រទេសជាក្រុមហ៊ុនដែលត្រឹមត្រូវស្របច្បាប់ដែលមានអាយុកាលរហូតដល់10ចូល17ឆ្នាំហើយចំណែកនៅស្រុកខ្មែរគឺបើករហូតដល់10ឆ្នាំហើយចាត្រឹមខែ1អញ្ចឹងគឺពិតជាពិសេសខ្លាំងមែនទែនសម្រាប់បងប្អូនដែលស្គាល់ក្រុមហ៊ុន Atomy ចាហើយក្រុមហ៊ុន Atomy គឺជាក្រុមហ៊ុនដែលគ្មានថ្ងៃដួលរលំទេគឺមានចែកចាយនៅផលិតផលដែលគ្រប់គ្នាចាំបាច់ត្រូវការទោះបីជាបងប្អូនជាពាក់លុយគេទោះបីជាមានវិបត្តិសេដ្ឋកិច្ចក៏បងប្អូនត្រូវការមួយទឹកកក់សក់ដុសធ្មេញដែរអាចធ្វើការទំនាក់ទំនងមកកាន់នាងខ្ញុំតាមរយៈ Telegram ដើម្បីសិក្សាស្វែងយល់ឲ្យកាន់តែលម្អិតកុំចាំយូរ inbox ឥឡូវ